ការណែនាំអំពីការលេងល្បែងចូលអានការសន្ទនាខាងក្រោមតើគេនិយាយផ្ដល់ការណែនាំដោយម្ដេចខ្លះតារាសួស្ដីមិត្តទាំងអស់គ្នាថ្ងៃនេះលោកគ្រូបានឲ្យខ្ញុំដឹកនាំមិត្តទាំងអស់គ្នាលេងល្បែងក្រពើដេញចាប់វិជាតើល្បែងនោះគេលេងដូចម្ដេចទៅតារាដំបងគេគូគំនូសពីរស្របគ្នាដែលមានចម្ងាយពីគ្នាប្រហែល4ម៉ែត្រធ្វើជាស្ទឹងមួយសម្រាប់ក្រពើរស់នៅបន្ទាប់មកអ្នកលេងប៉ាវទាំងអស់គ្នាអ្នកចាញ់ត្រូវឈរនៅក្នុងស្ទឹងធ្វើជាក្រពើអ្នកឯទៀតត្រូវឈរតាមមាត់ស្ទឹងទាំងសងខាងនឹងត្រូវរត់ឆ្លងស្ទឹងចុះឡើងវិជាចុះបើក្រពើចាប់បានត្រូវធ្វើដូចម្ដេចតារាបើក្រពើចាប់បានអ្នកណាអ្នកនោះនឹងត្រូវខ្លាចជាក្រពើទី2ក្រពើទី1ត្រូវកាន់ដៃក្រពើទី2ឲ្យជាប់នឹងត្រូវរត់ដេញចាប់អ្នកឆ្លងកាត់បើរបូរដៃក្រពើទី2ត្រូវរួចខ្លួនបើចាប់បានម្នាក់ទៀតអ្នកនោះត្រូវខ្លាចជាក្រពើទី3ក្រពើទាំង3ត្រូវកាន់ដៃគ្នាឲ្យជាប់និងដេញចាប់អ្នកឆ្លងបើចាប់បានម្នាក់ទៀតត្រូវបង្កើតក្រុមក្រពើថ្មីបន្ថែមទៀតដោយអនុវត្តដូចមុនដដែលវិជាខ្ញុំយល់ហើយអរគុណ